តោះមករៀនធ្វើសុកខ្យងជាមួយខ្ញុំអបកាយធ្វើម្ហូបទេតែខ្ញុំអាចធ្វើសុកខ្យងនេះបានអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាចំពោះរបៀបធ្វើក៏ខ្ញុំរៀនតាម YouTube ដែរហើយរសជាតិវាគឺឆ្ងាញ់មួយបែបតោះឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាដំបូងគឺខ្ញុំលីងខ្ទឹមសឲ្យឡើងឈ្ងុយហើយខ្ញុំដាក់ស្លឹកក្រូចសើចចូលបើអ្នកទាំងអស់គ្នាមានកូនលក្រៃក៏អាចដាក់បានដែរលីងឲ្យវាឡើងឈ្ងុយហើយខ្ញុំចាក់ម្ទេសចិញ្ច្រាំចូលម្ទេសនេះគឺម្ទេសឆ្អើរដែលយើងយកទៅត្រាំទឹកហើយយើងយកមកច្រាំពេលឆាម្ទេសនោះរៀងឆ្លក់តិចហើយតែអ្នកទាំងអស់គ្នាត្រាំតិចទៅបន្ទាប់មកយើងដាក់សាតេចូលនៅពេលដាក់សាតេចូលខ្ញុំលួចទឹកបន្តិចដែរដើម្បីកុំឲ្យវាខ្លោចបន្ទាប់មកអ្នកទាំងអស់គ្នាឆាគ្រឿងនឹងមកសន្ទុះហើយថែមទឹកចូលដើម្បីយើងដាំវាឲ្យពុះខ្លាយទៅជាទឹកសុកតែម្ដងដូច្នេះបន្ទាប់ពីទឹកពុះគឺខ្ញុំដាក់ដុំសុកខ្នុរម្ដុំទឹកត្រីជាមួយនឹងរ៉ូឌីបន្ទាប់ពីភ្លក់ឲ្យត្រូវរសជាតិហើយគឺខ្ញុំម្លែកវាដាក់ឆ្នាំងតូចមួយទៀតដែលពេលហ្នឹងគឺខ្ញុំច្រោះយកតែទឹកសុបទេចំហៀនបន្ទាប់គឺខ្ញុំដាក់ប្រហិតចូលចំពោះប្រហិតហ្នឹងគឺខ្ញុំច្បល់ប្រហិតថៃជាមួយនឹងសាច់ខ្យងចិញ្ច្រាំអញ្ចឹងខ្យងខ្ញុំយកទៅស្ងោរចាក់យកសាច់ដើម្បីយកវាទៅចិញ្ច្រាំបន្ទាប់មកប្រហិតថៃហ្នឹងខ្ញុំយកវាទៅលាយគ្រឿងវាយវាហើយបាទខ្ញុំលាយជាមួយនឹងសាច់ខ្យងចិញ្ច្រាំច្បល់វាឲ្យសព្វខ្ញុំអត់បានបៀកទៅលើសបកខ្យងវិញទេដោយសារឆ្នាំងខ្ញុំរៀងទូខ្ញុំអត់ចង់ឲ្យវាញ៉ៃញ៉ៃពេញឆ្នាំងអញ្ចឹងបន្ទាប់ពីប្រហិតយើងឆ្អិនហើយអ្នកទាំងអស់គ្នាអាចថែមបន្លែបានចុងក្រោយហ្នឹងក៏អ្នកទាំងអស់គ្នាអាចថែមដល់គោឆៅបន្តិចដែរគេថាថែមទៅរសជាតិវានឹងខ្ទិះឈ្ងុយអញ្ចឹងឥឡូវស៊ុបខ្យងខ្ញុំបានធ្វើរួចរាល់ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាមើលវីដេអូដល់ចំណុចនេះអ្នកទាំងអស់គ្នាគិតថាស៊ុបខ្យងហ្នឹងងាយស្រួលធ្វើឬក៏ពិបាកដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូរបស់ខ្ញុំ